nhưng bạn phò rùm muối nhưng sẽ khép sân tha và sẽ dương cát mau chỉ con pro sẽ lôi từ này kia mà cà và pôn với khó được có trời hay miền bông ôn nhưng còn bật trên một tệ chỉ trán nó không còn mình តាមការប៉ាទៅពុកម៉ែបងប្អូនយើងគឺពួកគាត់ខមមិនសិតតែមានហេតុផលរៀងៗខ្លួនតែបើត្រឡប់មកវិញសម្រាប់ខ្ញុំផ្ទាល់ខ្ញុំសូមនិយាយថាវាអាស្រ័យទៅលើការសម្រេចចិត្តរបស់បុគ្គលម្នាក់ហើយយើងក៏មិនអាចទៅវាតម្លៃរឿងទាំងអស់នេះវាខុសឬក៏ត្រូវទាំងស្រុងទេដោយសារតែស្ថានភាពរបស់មនុស្សយើងម្នាក់គឺមិនដូចគ្នាទាំងអស់ទេប៉ុន្តែយ៉ាងណាមិញខ្ញុំគាំទ្រមតិមួយចំនួនដែលគាត់បានលើកឡើងថាសិនជាយើងសម្រេចចិត្តថាចង់ខ្ចីលុយធនាគារគួរតែពិភាក្សាជាមួយនឹងដៃគូរបស់យើងជាមុនសិនដើម្បីព្រមព្រៀងគ្នាទាំងសងខាងថាគាត់យល់ស្របជាមួយនឹងការសម្រេចចិត្តរបស់យើងដែរឬអត់ហើយយើងគួរតែមានហេតុផលណាមួយសមស្របដែលធ្វើឲ្យយើងច្បាស់ថាសម្រេចចិត្តបែបនឹងពិតមែនចុះប្រសិនបើយើងមិនចង់ប្រើជំរឿបែបនឹងតើប្រុសគ្នាយើងនេះមានជំរឿអីផ្សេងក្រៅពីនេះអត់ជឿថាប្រកាសជាមានយើងអាចបដូរមកជ្រើសរើសយកវិធីសន្សំលុយវិញទៅបងប្អូនតែខ្ញុំដឹងថាការសន្សំលុយវាមិនស្រួលដោយការគិតទេជាពិសេសគឺយើងសន្សំលុយដើម្បីកសាងគ្រួសារមួយប៉ុន្តែសម្រាប់ខ្ញុំនៅតែជ្រើសរើសយកការសន្សំលុយដូចបងប្អូនអ្នកតាមដានទស្សនាវីដេអូខ្ញុំបានដឹងពីមុនមកហើយខ្ញុំជាមួយនឹងដៃគូរបស់ខ្ញុំនឹងគឺបានស្គាល់គ្នាយូរឆ្នាំហើយខ្ញុំក៏បានគិតគូរដល់ថ្ងៃអនាគតពួកយើងដែរកសាងគ្រួសារមួយដែលល្អរស់នៅឲ្យមានសុភមង្គលអញ្ចឹងបើយើងបកមកសាច់រឿងសន្សំលុយវិញតើខ្ញុំសន្សំលុយតាមវិធីណាក៏ប៉ុន្តែវិធីសន្សំលុយមានច្រើនខាន់ឲ្យតែបងប្អូនទាំងអស់គ្នាជ្រើសរើសត្រូវទីហោថាសន្សំនៅផ្ទះឬក៏សន្សំនៅស្ថាប័នយកការប្រាក់ស្ដែងដូចនៅ LOLC គេមាននៅផលិតផលសន្សំដែលយើងអាចដាក់លុយសន្សំក្នុងការកំណត់2ទៅ3ឆ្នាំហើយយើងទទួលបានអត្រាការប្រាក់ខ្ពស់មកវិញទៀតតែបើសិនបើយើងត្រូវប្រើប្រាស់លុយកាក់ជាប្រចាំយើងអត់អាចយកប្រាក់ទៅដាក់សន្សំក្នុងរយៈពេល2-3ឆ្នាំបានអញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសយកដូចខ្ញុំគឺខ្ញុំប្រើប្រាស់គណនីបញ្ញាសំចៃរបស់ LOLC ព្រោះដោយសារគណនីមួយនេះខ្ញុំអាចដកដាក់លុយប្រើប្រាស់បានតាមរយៈ LOLC Mobile បានធម្មតាជាប្រចាំតែទទួលបានអត្រាការប្រាក់ខ្ពស់មកវិញល 4% នៅក្នុងមួយឆ្នាំខ្ញុំគិតថា 4% ច្រើនណាស់បងប្អូនខ្លះបងប្អូនអត់សូវចាប់អារម្មណ៍លើរឿងអត្រាការប្រាក់ក្នុងគណនីដែលបងប្អូនប្រើប្រាស់ជាប្រចាំចុះបើយើងជ្រុលជាប្រើកុងធនាគារហើយហេតុអីក៏យើងមិនរើសយកគណនីដែលផ្ដល់ឲ្យទាំងសុវត្ថិភាពនិងភាពងាយស្រួលហើយចំណេញទៀតប្រាប់ LOLC គាត់ថាគេស្គាល់ច្រើនរឿងអត្រាការប្រាក់ទៅលើផលិតផលសន្សំតាំងពីខ្ញុំប្រើគណនីបញ្ញាសំចៃ LOLC មកគឺខ្ញុំទទួលបានផលចំណេញមែនតើបងប្អូនដឹងស្រាប់ហើយចំណូលមួយផ្នែកធំរបស់ខ្ញុំហ្នឹងគឺបានមកពីការផលិតមាតិកាការធ្វើវីដេអូបោះតង់បបកត្រីហើយទទួលបាន sponsor ជាដើមហើយការចុះខេត្តឆ្ងាយម្ដងក៏ខ្ញុំត្រូវចំណាយច្រើនដែរចឹងហើយគណនីដែលខ្ញុំប្រើខ្ញុំអាចទុកដាក់លុយកាក់ចាយវាប្រចាំថ្ងៃហើយទទួលបានអត្រាការប្រាក់ខ្ពស់ខ្លះ 4% នៅក្នុងមួយឆ្នាំហើយកាន់តែពិសេសគឺទទួលបានធានារ៉ាប់រងអាយុជីវិតរហូតទៅដល់$5,000ទៀតបងប្អូនអញ្ចឹងប្រុសគ្នាយើងនាំគ្នាសន្សំលុយពីឥឡូវទៅហើយអ្វីដែលសំខាន់គួរតែជ្រើសរើសប្រើប្រាស់គណនីបញ្ញាសំចៃឲ្យការសន្សំរបស់យើងកាន់តែមានប្រសិទ្ធភាពហើយបងប្អូនអាចបើកគណនីបញ្ញាសំចៃគឺ LOLC មានសាខានៅជិតផ្ទះបងប្អូនបំផុត LOLC គឺមានរហូតដល់83សាខាទូទាំងប្រទេសកម្ពុជា